I am waiting for the bus បង I am waiting for the bus អញ្ចឹង clear ថា I am waiting for the bus ហ្នឹងគឺយើងប្រែថាខ្ញុំកំពុងចាំឡានក្រុងណាបងប្អូន clear នេះគឺយើងប្រើសម្រាប់យើងទន្ទឹងរង់ចាំឡានក្រុងទៅទីណាមួយដែលយើងចង់ទៅណាអញ្ចឹង clear ថា I am waiting for the bus ហ្នឹងគឺយើងប្រែថាខ្ញុំកំពុងរង់ចាំឡានក្រុងបងប្អូនមើលរបៀបអានខាងក្រោមបានគឺ I am waiting for the bus ណាបងប្អូន bus ហ្នឹងគឺយើងប្រែថាឡានក្រុងណាបងប្អូន for ហ្នឹងប្រែថាអំពីឬក៏សម្រាប់ waiting ហ្នឹងគឺយើងប្រែថាចាំឬក៏រងចាំណាបងប្អូនដល់ពេលយើងប្រើជាមួយ present continuous អ្វីមួយសកម្មភាពណាមួយដែលយើងកំពុងតែធ្វើនៅក្នុងអំឡុងពេលនោះគឺគេត្រូវថែម ing នេះបងប្អូន ing បើពាក្យធម្មតាវាគឺ wait ដល់ពេលប្រើនៅក្នុង present continuous គឺ ing អញ្ចឹងI នឹងគឺយើងដឹងហើយគឺប្រែតែកើតមានគឺជានឹងឯង I នឹងគឺប្រែតែខ្ញុំអញ្ចឹង clear ថា I am waiting for the bus នឹងគឺយើងប្រែថាខ្ញុំកំពុងរងចាំឡានក្រុង It takes too much time It takes too much time នេះគឺយើងប្រែថាវាចំណាយពេលច្រើនពេកហើយណាបងប្អូនយើងមើលរបៀបអានខាងក្រោមបានគឺ It takes too much time It takes too much time ដល់ពេលយើងអានឲ្យលឿនទៅ S ហ្នឹងគឺ too អញ្ចឹងបងប្អូនណា too អញ្ចឹងមើលយើងមើលអានណាបងប្អូន It takes too បងប្អូន It takes too much time អញ្ចឹងយើងប្រែថាវាចំណាយពេលច្រើនពេកហើយ It takes too much time ហ្នឹងគឺប្រែថាពេលវេលា much ហ្នឹងគឺប្រែថាច្រើន to ហ្នឹងគឺប្រែថាច្រើនក៏បានដែរហើយប្រែថាដែរហ្នឹងក៏បានដែរបង takes យើងប្រែបានច្រើនបងប្រែថាចំណាយក៏បានប្រែថាយកក៏បានប្រែថាជួននឹងក៏បានប្រែថានេះអីទៀតក៏បានដែរបងប្រែបានច្រើនមិនមែនតែបង it ហ្នឹងគឺយើងប្រែថាវាអញ្ចឹង clear ថា it takes too much time នឹងគឺយើងប្រែថាវាចំណាយពេលច្រើនពេកហើយ The weather looks nice The weather looks nice អញ្ចឹង clear ថា the weather looks nice នឹងគឺយើងប្រែថាអាកាសធាតុដូចជាល្អណាស់ឬក៏ថាអាកាសធាតុមើលទៅដូចជាស្រស់ស្អាតខ្លាំងណាស់អញ្ចឹងក៏បានដែរបងប្អូនហ្នឹងអញ្ចឹង clear ថា the weather looks nice នឹងគឺយើងប្រែថាអាកាសធាតុដូចជាល្អណាស់យើងមើលរបៀបនៃការអានបានគឺ the weather looks nice បងប្អូន The weather looks nice នឹងគឺសិតតែសំឡេងត្រូវមាន s ណាសំឡេងសហ្នឹងបងកន្លែងនេះគឺ the weather looks nice អាកាសធាតុដូចជាល្អណាស់ nice ហ្នឹងគឺយើងប្រែថាល្អឬក៏ស្រស់ស្អាត looks ហ្នឹងគឺមើលទៅឬក៏មើលអញ្ចឹងណាបងប្អូន weather ហ្នឹងគឺយើងប្រែថាអាកាសធាតុណាបងប្អូនអញ្ចឹង clear the weather looks nice ហ្នឹងគឺយើងប្រែថាអាកាសធាតុដូចជាល្អណាស់ឬក៏អាកាសធាតុមើលទៅដូចជាស្រស់បំព្រងស្រស់ស្អាតអញ្ចឹងទៅបងប្អូនEverything is ready now បងប្អូន Everything is ready now Everything is ready now អញ្ចឹងយើងមើលរបៀបអានខាងក្រោមបានគឺ Everything is ready now គ្រប់យ៉ាងនឹងរួចរាល់អស់ហើយពេលនេះឬក៏ថាពេលនេះនឹងគឺគ្រប់យ៉ាងរួចរាល់ហើយអញ្ចឹងក៏បានដែរបងប្អូនអញ្ចឹង clear ថាគ្រប់យ៉ាងរួចរាល់ហើយពេលនេះឬក៏ពេលនេះគ្រប់យ៉ាងគឺវារួចរាល់សាច់បាច់ហើយនឹងគឺអង់គ្លេសយើងនិយាយបានថា everything is ready now បងប្អូនមើលរបៀបអាន everything is ready now now គឺឥឡូវនេះ ready ហ្នឹងគឺបានន័យថារួចរាល់ is ហ្នឹងគឺជា verb to be ប្រែថាកើតមានគឺជាអីនឹងឯង everything ហ្នឹងគឺប្រែថាគ្រប់យ៉ាងណាបងប្អូនអញ្ចឹង everything is ready now ហ្នឹងគឺយើងប្រែថាគ្រប់យ៉ាងរួចរាល់អស់ហើយនៅពេលនេះ The store is already closed បងប្អូន The store is already closed The store is already closed អញ្ចឹង clear ថា the store is already closed នឹងគឺយើងប្រែថាហាងនឹងគឺបិទបាត់ហើយណាបងប្អូន store នឹងគឺយើងប្រែថាហាងបងប្អូន already នឹងគឺប្រែថាហើយបើសិនជានិយាយ already បើបាយគឺបាយហើយបើបិទគឺបិទហើយអញ្ចឹងតែម្ដងគឺងូតទឹកគឺងូតហើយអញ្ចឹង closed បងប្អូន closed ប្រែថាបិទណាបងប្អូន closed នឹងគឺប្រែថាបិទក៏បានប្រែថាចិត្តនឹងក៏បានចិត្តស្និទ្ធអីនឹងក៏បានដែរបងប្អូនអញ្ចឹង clear ថា the store is already closed នឹងគឺយើងប្រែថាហាងបិទបាត់ហើយបងប្អូន Do you have some time បងប្អូន Do you have
sometime do you have sometime តើអ្នកមានពេលបន្តិចអត់ណា do you have sometime នេះគឺយើងប្រែថាតើអ្នកមានពេលវេលាបន្តិចអត់ឬក៏ថាតើអ្នកមានពេលអត់អញ្ចឹងក៏បានដែរណាបងប្អូន time នេះគឺយើងប្រែថាពេលវេលា some នេះគឺយើងប្រែថាខ្លះឬក៏តិច have នេះគឺយើងប្រែថាមាន do you នឹងគឺប្រែថាអ្នក do នឹងគឺយើងប្រែថាធ្វើអានេះគឺសម្រាប់ប្រើប្រាស់ទៅតាមប្រយោគអញ្ចឹងបើជាស្ដែងយើងប្រែថាធ្វើអញ្ចឹងទៅណាបងប្អូនណាអញ្ចឹង clear នេះ do you have some time នេះគឺយើងប្រែថាអ្នកមានពេលវេលាបន្តិចអត់ឬក៏ថាតើអ្នកមានពេលវេលាអត់អញ្ចឹងក៏បានដែរណាបងប្អូន I forgot my password បងប្អូន I forgot my password អញ្ចឹង clear ថា I forgot my password ហ្នឹងគឺយើងប្រែថាខ្ញុំភ្លេចលេខកូដសម្ងាត់របស់ខ្ញុំបាត់ហើយណាបងប្អូនយើងធ្លាប់តែឮនិយាយភាសាខ្មែរក៏ប៉ុន្តែមិនដឹងថាអង់គ្លេសគេប្រើយ៉ាងណារបៀបតែយើងភ្លេចលេខកូដឬក៏លេខសម្ងាត់ Facebook របស់យើងឬក៏លេខសម្ងាត់របស់យើងអ្វីមួយក៏បានដែរអញ្ចឹងណាបងប្អូនអញ្ចឹងអង់គ្លេសហ្នឹងគឺយើងប្រើថា I forgot my password បងប្អូន I forgot my password ដល់ពេលយើងអាននៅវារៀងព្រោះទៅ I forgot my password នេះគឺយើងប្រែថាខ្ញុំភ្លេចលេខកូដសម្ងាត់របស់ខ្ញុំបាត់ហើយណាបងប្អូន password ហ្នឹងគឺប្រែថាលេខកូដសម្ងាត់អញ្ចឹងទៅបងប្អូនណា my ហ្នឹងគឺប្រែថារបស់ខ្ញុំ forgot នឹងគឺយើងប្រែថាបានភ្លេចណាមកពាក្យថា forget ដល់ពេល forgot យើងប្រែថាបានភ្លេច I ហ្នឹងគឺប្រែថាខ្ញុំអញ្ចឹង clear ថា I forgot my password នេះគឺយើងប្រែថាខ្ញុំភ្លេចលេខកូដសម្ងាត់របស់ខ្ញុំបាត់ហើយ I am lost in this city បងប្អូន I am lost in this city I am lost in this city អញ្ចឹង clear ថា I am lost in this city នឹងគឺយើងប្រែថាខ្ញុំវង្វេងផ្លូវនៅក្នុងទីនេះនៅក្នុងទីក្រុងនេះហើយណាបង city នឹងគឺយើងប្រែថាទីក្រុងឬក៏នគរក៏បានដែរណាបងប្រែទៅតាមស្ថានភាពនៃប្រយោគនៅក្នុងសម័យកាលអញ្ចឹងទៅហើយ this នឹងគឺយើងប្រែថានេះណាបងប្អូន in this នឹងគឺប្រែថាទីនេះ lost ប្រែថាបាត់ឬក៏វង្វេងណាបងប្អូនI នឹងគឺប្រែថាកើតមានគឺជា I នឹងគឺប្រែថាខ្ញុំអញ្ចឹង clear ថា I am lost in this city នឹងគឺយើងប្រែថាខ្ញុំវង្វេងផ្លូវនៅក្នុងទីក្រុងនេះហើយ I need to go now បងប្អូន I need to go now អញ្ចឹង clear ថា I need to go now នឹងគឺយើងប្រែថាខ្ញុំត្រូវទៅឥឡូវនេះហើយណាខ្ញុំត្រូវទៅឥឡូវនេះហើយគឺអង់គ្លេសយើងនិយាយបានថា I need to go now I need to go now គឺឥឡូវនេះឬក៏ពេលនេះ go នឹងគឺប្រែថាទៅ need នឹងគឺប្រែថាត្រូវការឬក៏តម្រូវការ I នឹងគឺប្រែថាខ្ញុំ I need to go now ប្រែថាខ្ញុំត្រូវទៅឥឡូវនេះហើយ Can I ask a question បងប្អូន Can I ask a question អញ្ចឹង clear ថា Can I ask a question នឹងគឺយើងប្រែថាខ្ញុំសូមសួរមួយសំណួរបានទេណាយើងចង់សួរនរណាម្នាក់សួរគេមកសំណួរអីណាបងប្អូនចង់ដឹងចង់លឺអីចឹងយើងអាចសាកសួរគេបានដោយអង់គ្លេសយើងប្រើថា Can I ask a question Can I ask a question ខ្ញុំសូមសួរមួយសំណួរបានទេណាបងប្អូន question នឹងគឺយើងប្រែថាសំណួរណាបងប្អូន question នឹងគឺប្រែថាសំណួរ ask នឹងគឺប្រែថាសួរឬក៏ស្នើឬក៏ស្នើសុំនឹងក៏បានដែរ ask ណាបងប្អូនរីឯ I វិញគឺប្រែថាខ្ញុំ can នឹងគឺយើងប្រែថាអាចអញ្ចឹង clear ថា Can I ask a question យើងប្រែថាខ្ញុំសូមសួរមួយសំណួរបានទេ I am looking for someone បងប្អូន I am looking for someone នឹងគឺយើងប្រែថាខ្ញុំកំពុងរកមនុស្សម្នាក់ណាបងប្អូនខ្ញុំកំពុងរកមនុស្សម្នាក់នេះគឺអង់គ្លេសយើងអាចនិយាយបានថា I am looking for someone ណាបងប្អូន someone នឹងគឺប្រែថានរណាម្នាក់ឬក៏នរណាអីចឹងទៅ for នឹងគឺប្រែថាអំពីឬក៏សម្រាប់ looking វិញគឺយើងប្រែថារកមើលឬក៏មើលអញ្ចឹងណាបងប្អូនហើយ am នឹងគឺយើងប្រែថាកើតមានគឺជាអីនឹងឯងហើយ I នឹងគឺប្រែថាខ្ញុំអញ្ចឹង clear ថា I am looking for someone គឺយើងប្រែថាខ្ញុំកំពុងរកមនុស្សម្នាក់ឬក៏ខ្ញុំកំពុងរកនរណាគេម្នាក់ How can I get there បងប្អូន How can I get
how can I get there how can I get there there អញ្ចឹងណាបងប្អូន there អញ្ចឹង clear ថា how can I get there នឹងគឺយើងប្រែថាធ្វើម៉េចទៅខ្ញុំអាចទៅដល់ទីនោះណាបងប្អូនយើងសួរពីរបៀបទៅដល់ទីតាំងឬក៏គោលដៅដែលយើងចង់ទៅសួរនរណាម្នាក់ណាថានៅទីនេះនឹងអាចមានអ្វីមួយធ្វើដំណើរទៅដល់ទីនោះឬក៏អត់ទេអញ្ចឹងណាបងប្អូនអញ្ចឹង clear ថា how can I get there how can I get there គឺយើងប្រែថាធ្វើម៉េចទៅខ្ញុំអាចទៅដល់ទីនោះ there នឹងគឺយើងប្រែថាទីនោះ get នឹងគឺយើងប្រែថាទៅដល់នៅក្នុងទីនេះណាបងប្អូនហើយ I នឹងគឺប្រែថាខ្ញុំ can នឹងគឺប្រែថាអាច how នឹងគឺរបៀបណាឬក៏ដោយរបៀបណាអញ្ចឹងធ្វើម៉េចទៅខ្ញុំអាចទៅដល់ទីនោះបានហ្នឹងគឺអង់គ្លេសយើងនិយាយបានថា how can I get there how can I get there I did not mean to hurt you មើលរបៀបអានក្រុមបានគឺ I did not mean to hurt you បងប្អូន I did not mean to hurt you នេះគឺយើងបានន័យថាខ្ញុំមិនមានចេតនាធ្វើឲ្យអ្នកឈឺចាប់ទេឬក៏ខ្ញុំមិនមានបំណងធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្តអញ្ចឹងក៏បានដែរណាបងប្អូនយើងមើលហើយអានម្ដងទៀតទាំងអស់គ្នា I did not mean to hurt you I did not mean to hurt you យើងប្រែថាខ្ញុំមិនមានចេតនាឬក៏បំណងធ្វើឲ្យអ្នកឈឺចាប់ទេឬក៏ឈឺចាប់តែប៉ុណ្ណឹងក៏បានដែរ Did you enjoy the food បងប្អូន Did you enjoy the food Did you enjoy the food Did you enjoy the food នឹងគឺយើងប្រែថាពេញចិត្តអាហារនឹងអត់ណាពេលតែយើងនាំគ្នាទៅបរិភោគទៅយើងឃើញមិត្តភក្តិរបស់យើងឬក៏ដៃគូយើងហូបទៅដូចជាឆ្ងាញ់ឬក៏មិនសូវជាឆ្ងាញ់អញ្ចឹងណាយើងអាចសួរគេបានថា Did you enjoy the food ណាពេញចិត្តអាហារនឹងអត់ណាបងប្អូនយើងមើលរបៀបអានក្រោមបានគឺ Did you enjoy the food ណាពេញចិត្តអាហារនឹងអត់ I have a lot of work បងប្អូន I have a lot of work អញ្ចឹង clear ថា I have a lot of work នោះគឺយើងប្រែថាខ្ញុំមានការងារច្រើនណាស់ឬក៏ខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើក៏បានដែរអញ្ចឹងណាបងប្អូន I have a lot of work នោះគឺប្រែថាការងារណាបងប្អូន a lot of នោះគឺប្រែថាច្រើន have នោះគឺប្រែថាមាន I នោះគឺប្រែថាខ្ញុំអញ្ចឹងចូលគ្នាទាំងអស់រួមគ្នាទាំងអស់ទៅគឺ I have a lot of work នោះគឺយើងប្រែថាខ្ញុំមានការងារច្រើនណាស់ I am having lunch now I am having lunch now បងប្អូន I am having lunch now I am having lunch now បងប្អូន I am having lunch now ប្រែថាខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ហើយឬក៏ខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់បងប្អូន I am having lunch now ខ្ញុំកំពុងទទួលទានឬក៏ខ្ញុំកំពុងបរិភោគឬក៏ខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ណាបងប្អូន now គឺប្រែថាឥឡូវនេះឬក៏ក្នុងអំឡុងពេលនេះណាបងប្អូន lunch ប្រែថាអាហារថ្ងៃត្រង់បងប្អូនមើលរបៀបអានក្រោមបានគឺ lunch ឡអាឡាន no ឡានបន្តមួយឡានមិនមែនឡានទេគឺឡានបងប្អូនអញ្ចឹង lunch សំឡេងឆបងប្អូនសំឡេងឆអញ្ចឹង lunch នឹងគឺប្រែថាអាហារថ្ងៃត្រង់ having នឹងគឺប្រែថាទទួលទានឬក៏បរិភោគណាបងប្អូននៅក្នុងទីនេះ I នឹងគឺប្រែថាខ្ញុំ I នឹងគឺយើងដឹងហើយគឺប្រែថាកើតមានគឺជានឹងឯងអញ្ចឹង clear ថា I am having lunch now នឹងគឺយើងប្រែថាខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ឬខ្ញុំកំពុងទទួលទានអាហារថ្ងៃត្រង់ I am sorry to hear that បងប្អូន I am sorry to hear that I am sorry to hear that នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងនឹងនរណាម្នាក់ឬក៏មិត្តភក្តិយើងគាត់និយាយរឿងដល់សោកសង្រេងរបស់គាត់ដែលកំពុងតែកើតមានឡើងណាដល់ពេលយើងឮហើយណាយើងឮហើយយើងនិយាយថា I am sorry to hear that ហ្នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងហ្នឹងបងប្អូនមើលរបៀបអានក្រោមបានគឺ I am sorry to hear that ណាបងប្អូនខ្ញុំសោកស្ដាយផងណាដែលបានឮរឿងហ្នឹងណា hear ហ្នឹងគឺយើងប្រែថាឮឬក៏ស្ដាប់ណា sorry ហ្នឹងគឺប្រែថាសុំទោស I ហ្នឹងគឺប្រែថាខ្ញុំ am ហ្នឹងប្រែថាកើតមានគឺជាអញ្ចឹង clear ថា I am sorry to hear that ហ្នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងនោះ That is not what I meant បងប្អូន That is not what I meant That is not
what I meant អញ្ចឹង clear ថា that is not what I meant នឹងគឺយើងប្រែថានឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេណាបងប្អូន that is not what I meant បងប្អូននឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេយើងមើលរបៀបអានខាងក្រោមបានគឺ that is not what I meant នឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេណាបងប្អូនមាននឹងគឺយើងប្រែថាន័យណាបងប្អូនន័យណាន័យដែលយើងនិយាយទៅអញ្ចឹងណាបងប្អូនន័យឯ what ហ្នឹងគឺប្រែថាអ្វីណាបងប្អូនឯ I ហ្នឹងគឺប្រែថាខ្ញុំ not ប្រែថាមិនមែនណាបងប្អូនហើយនេះ is ហ្នឹងគឺប្រែថាកើតមានគឺជាអញ្ចឹង clear ថាthat is not what I mean ហ្នឹងគឺយើងប្រែថានឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេ How do you feel today បងប្អូន How do you feel today អញ្ចឹង clear ថា How do you feel today ហ្នឹងគឺយើងប្រែថាថ្ងៃនេះអ្នកមានអារម្មណ៍យ៉ាងម៉េចដែរណាបងប្អូនយើងសួរពីអារម្មណ៍គេថាគេ sad ថាគេកើតទុកក្រៀមក្រំឬក៏សប្បាយចិត្តឬក៏មិនសប្បាយចិត្តនៅក្នុងថ្ងៃនេះណាគឺយើងអាចសួរជាអង់គ្លេសបានថា How do you feel today បងប្អូន How do you feel today ថ្ងៃនេះអ្នកមានអារម្មណ៍យ៉ាងម៉េចដែរបើរបៀបអានបានគឺ How do you feel today បងប្អូន I have nothing left to say បងប្អូន I have nothing left to say I have nothing left to say I have nothing left to say អញ្ចឹង clear ថា I have nothing left to say នោះគឺយើងប្រែថាខ្ញុំគ្មានអ្វីត្រូវនិយាយទេណាបងប្អូន clear នោះគឺប្រើនៅពេលណាដែលយើងវារបៀបថាវាគ្មានអ្វីគ្មានមតិយោបល់វាថាវាទាល់តែម្ដងបងវាទាល់បើថារឿងនោះគឺរឿងដែលធ្វើឲ្យយើងវាទាល់ខ្លាំងរឿងឈឺចាប់ខ្លាំងតែម្ដងណាបងប្អូនអញ្ចឹងខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេនោះគឺអង់គ្លេសយើងនិយាយបានថា I have nothing left to say ខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេ say ហ្នឹងគឺយើងប្រែថានិយាយបងប្អូន left ហ្នឹងគឺយើងប្រែថាខាងឆ្វេងណាបងប្អូន and nothing ហ្នឹងគឺប្រែថាអត់មានឬក៏គ្មាន have ហ្នឹងគឺប្រែថាមាន I ហ្នឹងគឺប្រែថាខ្ញុំអញ្ចឹងគឺថា I have nothing left to say ហ្នឹងគឺយើងប្រែថាខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេ Time flies so fast បងប្អូន Time flies so fast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  យើងប្រែថាពេលវេលានឹងដើរលឿនណាស់ពេលវេលានោះដើរដូចហោះអញ្ចឹងពេលវេលាដើរលឿនណាស់ឬគឺអង់គ្លេសយើងនិយាយបានថា Time flies so fast បង Time flies so fast fast នោះគឺយើងប្រែថាលឿន fast ប្រែថាលឿនហើយ flies យើងប្រែធម្មតាប្រែថាហោះឬក៏ហើរបង time ហ្នឹងគឺប្រែថាពេលវេលាក៏ប៉ុន្តែនៅក្នុងទីនេះសម្រាប់ពេលវេលាហ្នឹងគឺយើងប្រែថាលឿនបងមិនមែនពេលវេលាហោះហើរតែវាអត់តំណងអញ្ចឹង clear នេះ time flies so fast ហ្នឹងគឺយើងប្រែថាពេលវេលាដើរលឿនណាស់ណាបងពេលវេលាដើរលឿនណាស់គឺអង់គ្លេសយើងនិយាយបានថា time flies so fast បង I will be there in 10 minutes បង I will be there in 10 minutes អញ្ចឹង clear ថា I will be there in 10 minutes ហ្នឹងគឺយើងប្រែថាខ្ញុំនឹងទៅដល់ទីនោះក្នុងរយៈពេល10នាទីទៀតណាបងខ្ញុំនឹងទៅដល់ទីនោះក្នុងរយៈពេល10នាទីទៀតហ្នឹងគឺអង់គ្លេសយើងប្រើបានថា I will be there in 10 minutes បង I will be there in 10 minutes ណាបងខ្ញុំនឹងទៅដល់ទីនោះក្នុងរយៈពេល10នាទីទៀតminutes នេះគឺយើងប្រែថានាទី10ហ្នឹងគឺប្រែថា10ណាលេខ10ណាបងប្អូន in ហ្នឹងគឺយើងប្រែថាក្នុង there ហ្នឹងគឺប្រែថាទីនោះហើយ will ហ្នឹងគឺប្រែថានឹង be ហ្នឹងគឺជា to be ហ្នឹងឯង I ហ្នឹងគឺប្រែថាខ្ញុំណា be ហ្នឹងគឺវាប្រើបានប្រែបានច្រើនវាប្រែទៅតាមហ្នឹងឯងបងណាវាដាក់មកគឺសម្រាប់បញ្ជាក់ណាបងប្អូនអញ្ចឹង clear ថា I will be there in 10 minutes ហ្នឹងគឺយើងប្រែថាខ្ញុំនឹងទៅដល់ទីនោះក្នុងរយៈពេល10នាទីទៀត I need rest បងប្អូន I need rest មករបៀបអានខាងក្រោមបានគឺ I need rest ខ្ញុំត្រូវការសម្រាកបងអញ្ចឹង clear ថាខ្ញុំត្រូវការសម្រាកគឺអង់គ្លេសយើងនិយាយថា I need rest I នឹងគឺប្រែថាខ្ញុំ need នេះគឺយើងប្រែថាត្រូវការឬក៏តម្រូវការ rest ប្រែថាសម្រាកណាបងប្អូន so cute បងប្អូន so cute
so cute so cute យើងប្រែថាគួរឲ្យស្រឡាញ់ម្លេះណាយើងឃើញកូនឆ្កែឬក៏ឃើញក្មេងតូចមើលទៅ cute គួរឲ្យស្រឡាញ់អញ្ចឹងយើងអាចនិយាយអង់គ្លេសបានថា so cute so cute នឹងគួរឲ្យស្រឡាញ់ម្លេះបងប្អូនអញ្ចឹងឃ្លាថា so cute នឹងគឺយើងប្រែថាគួរឲ្យស្រឡាញ់ម្លេះ cute នឹងប្រែថាគួរឲ្យស្រឡាញ់ឬក៏វាស្រស់ស្អាតឬក៏យើងប្រែទៅអង់គ្លេសថា cute អីអញ្ចឹងណាបងប្អូន which one ដល់ពេលយើងអានឲ្យដាច់ទៅឮតែ which one អញ្ចឹង which នឹងគឺយើងប្រែថាមួយណាឬក៏មួយណា one នឹងគឺយើងប្រែថាមួយឬក៏លេខ1អញ្ចឹងណាបងប្អូនអញ្ចឹង clear នេះទាំងពីរពាក្យ which one នឹងគឺយើងប្រែថាមួយណាដែរយើងប្រើប្រាស់វាគឺសម្រាប់ទៅលើការជ្រើសរើសណាមួយអញ្ចឹងណាបងប្អូនអញ្ចឹងមួយដែរគឺអង់គ្លេសយើងប្រើថា which one I am going to work បង I am going to work I am going to work អញ្ចឹង clear ថា I am going to work នេះគឺយើងប្រែថាខ្ញុំកំពុងទៅធ្វើការណាឬក៏ខ្ញុំកំពុងតែទៅធ្វើការហើយមើលរបៀបអានក្រមបានគឺ I am going to work ណាបងប្អូន work នេះគឺយើងប្រែថាការងារណាបងប្អូនI going នឹងគឺប្រែថាទៅឬក៏កំពុងទៅណាប្រើនៅក្នុង present continuous ហើយ am នឹងគឺប្រែថាកើតមានគឺជានឹងឯងហើយ I នឹងគឺប្រែថាខ្ញុំអញ្ចឹង clear នេះយើងប្រែថាខ្ញុំកំពុងទៅធ្វើការហើយនេះគឺអង់គ្លេសយើងនិយាយថា I am going to work I need to buy this បងប្អូន I need to buy this I need to buy this I need to buy this អញ្ចឹង clear ថា I need to buy this នឹងគឺយើងប្រែថាខ្ញុំត្រូវការទិញអាហ្នឹងណាទិញអ្វីមួយដែលយើងកំពុងតែជ្រើសរើសដល់ទៅគូឃើញគឺយើងត្រូវការទិញវាហ្នឹងយើងអាចនិយាយអង់គ្លេសបានថា I need to buy this ខ្ញុំត្រូវការទិញអាហ្នឹងឬក៏ទិញអាមួយនេះណាបងប្អូនយើងមើលរបៀបអានក្រោមបានគឺ I need to buy this អញ្ចឹងបងប្អូនអញ្ចឹង this ហ្នឹងគឺយើងប្រែថានេះសម្រាប់បញ្ជាក់អ្វីមួយនៅចិត្តយើងអញ្ចឹងណាបងប្អូនហើយ buy នឹងគឺយើងប្រែថាទិញឬក៏ជាបងប្អូន need នឹងគឺត្រូវការឬក៏តម្រូវការរីឯ I នឹងគឺប្រែថាខ្ញុំអញ្ចឹងទាំងអស់នេះបញ្ចូលគ្នាទៅ I need to buy this នឹងគឺយើងប្រែថាខ្ញុំត្រូវការទិញអាហ្នឹង I need time បងប្អូន I need time I need time I need time បងប្អូនអញ្ចឹង clear ថា I need time នេះគឺយើងប្រែថាខ្ញុំត្រូវការពេលវេលាណា time នេះគឺយើងប្រែថាពេលវេលា need នេះគឺប្រែថាតម្រូវការឬក៏ត្រូវការ I នេះគឺប្រែថាខ្ញុំអញ្ចឹងខ្ញុំត្រូវការពេលវេលានេះគឺអង់គ្លេសយើងអាចនិយាយបានថា I need time which way way នឹងគឺយើងប្រែថាផ្លូវឬក៏មធ្យោបាយរីឯ which នឹងគឺយើងប្រែថាមួយណាឬក៏មួយណាឬក៏ណាមួយអញ្ចឹង clear ទាំងពីរម៉ាត់នេះពីរពាក្យនេះ which way នឹងគឺយើងប្រែថាទៅផ្លូវណាណារបៀបអានខាងក្រោមបានគឺ which way I am looking for my keys បងប្អូន I am looking for my keys I am looking for my keys នឹងគឺយើងប្រែថាខ្ញុំកំពុងរកសោរបស់ខ្ញុំឬក៏ខ្ញុំកំពុងរកសោណាអញ្ចឹងពេលណាដែលយើងបាត់សោបាត់អីណាយើងកំពុងតែដើររកអីហ្នឹងក៏អង់គ្លេសយើងអាចនិយាយបានថា I am looking for my keys បងប្អូន I am looking for my keys key ហ្នឹងគឺយើងប្រែថាសោណាសោនៅក្នុងទីនេះគឺសោច្រើនណាបងប្អូនហើយ my នេះគឺប្រែថារបស់ខ្ញុំfor នឹងគឺប្រែថាសម្រាប់ឬក៏អំពីអីចឹងទៅណាបងប្អូន looking នឹងគឺយើងប្រែថាកំពុងតែស្វែងរកឬក៏រកមើល I am នឹងគឺប្រែថាកើតមានគឺជា I នឹងគឺប្រែថាខ្ញុំអញ្ចឹង clear នេះគឺយើងប្រែថាខ្ញុំកំពុងរកសោរបស់ខ្ញុំគឺអង់គ្លេសយើងនិយាយបានថា I am looking for my keys How do you know that បងប្អូន How do you know that How do you know that អញ្ចឹង clear ថា How do you know that ហ្នឹងគឺយើងប្រែថាមិនក៏អ្នកដឹងរឿងហ្នឹងបងប្អូនណាមិនក៏អ្នកដឹងរឿងហ្នឹងគឺអង់គ្លេសយើងនិយាយបានថា How do you know that ណាបងប្អូន How ហ្នឹងគឺប្រែថារបៀបណាឬក៏ដោយរបៀបណា do ហ្នឹងគឺយើងប្រែធម្មតាប្រែថាធ្វើអីចឹងទៅណាបងប្អូន you ហ្នឹងគឺប្រែថាអ្នក no ហ្នឹងគឺយើងប្រែថាដឹងឬក៏ស្គាល់អញ្ចឹង clear ថា How do you know that ហ្នឹងគឺយើងប្រែថាមិនក៏អ្នកដឹងរឿងហ្នឹង Can you help me please បងប្អូន
Can you help me please Can you help me please អញ្ចឹង Can you help me please នេះគឺយើងប្រែថាអ្នកអាចជួយខ្ញុំបន្តិចបានទេនេះគឺយើងប្រើសម្រាប់ការស្នើសុំជំនួយពីនរណាម្នាក់ណាគឺអង់គ្លេសយើងអាចនិយាយបានថា Can you help me please តើអ្នកអាចជួយខ្ញុំបន្តិចបានទេយើងមើលរបៀបអានបានគឺ Can you help me please តើអ្នកអាចជួយខ្ញុំបន្តិចបានទេ please បងប្អូនគឺយើងប្រែថាមេត្តាឬក៏សូមមេត្តា me នឹងគឺប្រែថាខ្ញុំ help នឹងប្រែថាជួយឬក៏ជំនួយអញ្ចឹងបងប្អូនរីឯ you នឹងគឺប្រែថាអ្នក can នឹងគឺប្រែថាអាចអញ្ចឹង clear ថា can you help me please នឹងគឺយើងប្រែថាតើអ្នកអាចជួយខ្ញុំបន្តិចបានទេ